បាទសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងថ្ងៃនេះវិលមកជួបខ្ញុំបាទទៀតហើយដែលថ្ងៃនេះដែរគឺខ្ញុំមកចែករំលែកតាក់ទងទៅនឹង app ខ្មែរថ្មីមួយបាទគឺ app EDC បាទគឺអគ្គិសនីកម្ពុជាបាទអញ្ចឹងបើសិនជាបងប្អូនមាន app នេះគឺងាយស្រួលក្នុងការមើលប្រតិបត្តិការភ្លើងរបស់យើងហើយនឹងការទូទាត់សាច់ប្រាក់បាទងាយស្រួលផងដែរបាទអូខេអញ្ចឹងសម្រាប់ app នេះគឺគាត់មានចិត្ត1ឆ្នាំហើយបងប្អូនតែខ្ញុំទើបតែបានឃើញបាទអញ្ចឹងក៏ធ្វើជាវីដេអូដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាបាទអូខេនឹងហើយសម្រាប់ app នេះគឺខ្ញុំទុក link នៅខាងក្រោមវីដេអូរបស់ខ្ញុំបងប្អូនបាទចូលទៅ download នៅក្នុង description របស់ខ្ញុំបានបាទហើយយើងចូលទៅអនុវត្តទាំងអស់គ្នាបាទចឹងសម្រាប់ប្រព័ន្ធ Android បងប្អូនចូលទៅកាន់កម្មវិធី Play Store បាទហើយសម្រាប់ iOS បងប្អូនចូលទៅកាន់ App Store ចឹងខ្ញុំបង្ហាញបងប្អូននៅក្នុងប្រព័ន្ធ Android បាទចឹងបងប្អូនចូលទៅក្នុង Play Store បន្ទាប់មកក៏រកពាក្យរបស់ search បាទអូខេបន្ទាប់មកនៅខាងលើបងប្អូនយើងវាយឈ្មោះ app មកបាទចឹងយើងវាយ EDC Cambodia ឬក៏ EDC app នឹងឯងបាទឬយើងអាចវាយជាបាទអក្សរខ្មែរក៏បានដែរបាទគឺអគ្គិសនីកម្ពុជាអូខេអញ្ចឹងខ្ញុំសូមវាយ EDC Cambodia អូខេឥឡូវគឺឡើង EDC Cambodia អញ្ចឹងយើងចុចលើអក្សរហ្នឹងទៅឬក៏បងប្អូនចុច search នៅខាងក្រោមនេះក៏បានដែរបងប្អូនបាទ select លើវាមកអូខេគឺមកដល់ត្រង់កន្លែងនេះបងប្អូននេះគឺជា logo EDC app បាទអញ្ចឹងបងប្អូនត្រូវតែ install នៅខាងមុខបាទអូខេឥឡូវខ្ញុំឧទាហរណ៍បាទឥឡូវគឺខ្ញុំឧទាហរណ៍វាយជាអក្សរខ្មែរមើលតើវាឡើងឬអត់បាទអញ្ចឹងខ្ញុំសូមវាយអគ្គិសនីកម្ពុជាបាទអូខេឥឡូវគឺខ្ញុំវាយអគ្គិសនីកម្ពុជាបន្ទាប់មកបងប្អូនចុចមកកន្លែង search ខាងក្រោមបាទនៅពេលដែលយើងចុចកន្លែង search មកគឺវានាំយើងមកដល់ទីនេះគឺវាឡើង EDC app បាទគឺវាឡើងជាអក្សរអង់គ្លេសវិញបាទគឺ EDC app អញ្ចឹងបងប្អូនធ្វើការ install នៅខាងមុខនេះមកសម្រាប់បងប្អូនដែលពុំទាន់បាន install បាទអូខេឥឡូវខ្ញុំធ្វើការ install ហើយវាកំពុងតែ processing ចូលនៅក្នុងទូរស័ព្ទរបស់យើងបាទអូខេបងប្អូនរងចាំបន្តិចបាទគឺចាំឲ្យវាដើរគ្រប់ពេញ 100% សិនបាទអូខេរួចរាល់ហើយបងប្អូនបាទអូខេឥឡូវគឺរួចរាល់ហើយបាទគឺយើងបានដំឡើងរួចរាល់ហើយបាទដល់ពេលយើង install រួចគឺវាដាក់ពាក្យថា open ម្ដងបងប្អូនអូខេឥឡូវយើងមកមើលបាទនេះគឺជា logo របស់ EDC app អគ្គិសនីកម្ពុជាបាទគឺបាទគឺមានរូបរាងបែបនេះបាទអូខេឥឡូវយើងចូលទៅបើកកម្មវិធីបាទ app នឹងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនចុចបើកនៅលើកម្មវិធីនឹងមកតមកវាមកដល់ទម្រង់បែបនេះបាទទម្រង់បែបនេះគឺជាទម្រង់ដែលយើងបាទគេហៅថាចុះឈ្មោះរួចហើយបងប្អូនគឺទម្រង់បែបនេះគឺយើងគ្រាន់តែបាទបញ្ចូលលេខទូរស័ព្ទរួចចុចកន្លែងប្រើប្រាស់មកគឺវាអូខេប៉ុន្តែយើងមិនទាន់បានចុះឈ្មោះទេបងប្អូនគឺយើងត្រូវតែបាទបង្កើតគណនីថ្មីបាទអូខេឥឡូវយើងចូលទៅបាទបង្កើតគណនីថ្មីទាំងអស់គ្នាបងប្អូននៅខាងក្រោមបងប្អូនខាងក្រោមជាងខាងស្ដាំបាទក៏មានអក្សរពណ៌ខៀវៗនឹងមកបងប្អូនចុចលើពាក្យនឹងមកបងប្អូនអូខេនៅពេលដែលបងប្អូនបាទជ្រើសរើសកន្លែងបាទបង្កើតគណនីថ្មីគឺវាមកដល់ទម្រង់បែបនេះបាទអញ្ចឹងនេះគឺជាបាទលក្ខខណ្ឌឬក៏សេចក្តីណែនាំផ្សេងរបស់ app បាទគឺបាទលក្ខខណ្ឌនៃការប្រើប្រាស់កម្មវិធី EDC app នេះតែម្ដងបាទអញ្ចឹងបងប្អូនបាទចុចអានឬក៏ scroll អានមើលពីលើរហូតដល់ក្រោមមកបាទបន្ទាប់មកបងប្អូនចុចយកពាក្យថាយកព្រមខាងក្រោមនោះបន្តទៀតបាទគឺនៅខាងក្រោមបាទបងប្អូន scroll ឡើងលើទាល់អស់មកបាទបន្ទាប់មកបងប្អូនចុចនៅពាក្យខាងក្រោមនោះតែម្ដងបាទតែមាននៅក្នុងផ្ទៃពណ៌ខៀវហ្នឹងបងប្អូនចុចយកពាក្យហ្នឹងមកបាទអូខេអញ្ចឹងយើងមកដល់កន្លែងនេះបងប្អូនអញ្ចឹងកន្លែងនេះគឺជាកន្លែងដែលយើងបាទបង្កើតគណនីថ្មីអញ្ចឹង
នៅក្នុងកន្លងទី1នេះគឺយើងបាទដាក់ឈ្មោះបងប្អូនដាក់ឈ្មោះអ្នកប្រើប្រាស់មកបាទអញ្ចឹងយើងសូមបំពេញឈ្មោះអញ្ចឹងក្នុងការបំពេញឈ្មោះបងប្អូនអាចបំពេញតាមឈ្មោះតាក់ញ៉ានបានយើងក៏បានឬក៏បំពេញឈ្មោះអីក៏បានដែរបងប្អូនឡើយនេះដូចជាមិនសូវជាសំខាន់ប្រហែលទេហើយនៅខាងក្រោមគឺយើងបញ្ចូលលេខទូរស័ព្ទបងប្អូនអញ្ចឹងលេខទូរស័ព្ទគឺជាលេខទូរស័ព្ទដែលយើងប្រើប្រាស់បាទគឺលេខទូរស័ព្ទដែលមានប្រើប្រាស់បានបាទហើយនៅក្នុងទូរស័ព្ទយើងតែម្ដងបាទដើម្បីមានភាពងាយស្រួលក្នុងការគេផ្ញើបាទ OPP ចូលទៅលេខទូរស័ព្ទរបស់យើងបាទអូខេបន្ទាប់ពីយើងបាទបញ្ចូលឈ្មោះនិងបញ្ចូលលេខទូរស័ព្ទរួចមកយើងជ្រើសរើសពាក្យខាងក្រោមបាទគឺបង្កើតគណនីបាទដែលនៅក្នុងប្រអប់ពណ៌ខៀវខាងក្រោមបាទអូខេបន្ទាប់មកគឺបាទគឺយើងត្រូវបំពេញកូដ OTP បាទដែលគេផ្ញើចូលលេខទូរស័ព្ទរបស់យើងបាទបន្ទាប់មកគឺមកដល់ទៅនេះគឺគេឲ្យយើងកំណត់បាទលេខកូដឬក៏លេខសម្ងាត់នឹងឯងបាទអញ្ចឹងលេខកូដនេះគឺយើងដាក់ឲ្យយើងត្រូវចំណាំខ្លួនឯងបាទគេចំណាំទុកបងប្អូនសម្រាប់យើងបាទនៅពេលដែលយើងបង់ប្រាក់គឺយើងប្រើលេខកូដនេះបាទអញ្ចឹងសម្រាប់កន្លងទី1និងកន្លងទី2គឺយើងបាទបំពេញលេខកូដដូចគ្នាបាទគឺចំនួនលេខកូដ4ខ្ទង់បាទអូខេបន្ទាប់ពីយើងបំពេញរួចហើយយើងយកពាក្យថាយកព្រមនៅខាងក្រោមបាទដែលនៅក្នុងផ្ទៃពណ៌ខៀវអូខេអញ្ចឹងយើងឃើញថារបៀបនៃការបាទបង្កើតគណនីថ្មីនេះគឺបានជោគជ័យហើយចឹងមកដល់ជំហាននេះគឺគេដាក់ថាបាទស្នើសុំបន្តចរន្តឬភ្ជាប់គណនីថ្មីអូខេនៅ4 stop ខាងក្រោមនេះគឺបាទរបៀបនៃការប្រើប្រាស់ចរន្តអញ្ចឹងសម្រាប់វីដេអូមុននេះគឺខ្ញុំមានតែប៉ុណ្្នឹងសិនទេបងប្អូនហើយសម្រាប់វីដេអូបន្ទាប់គឺខ្ញុំបង្ហាញពុកម៉ែបងប្អូននៅវីដេអូក្រោយអូខេនឹងសម្រាប់បងប្អូនដែលពុំទាន់បាន Subscribe នៅ Channel របស់ខ្ញុំបាទទេសូមជួយ Subscribe អ្នកមួយផងបាទហើយរងចាំជួបខ្ញុំនៅវីដេអូក្រោយ